បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះស្ងោរល្ហុងសាច់ជ្រូកបាទឥឡូវយើងបើកផ្ទះបងខ្ទឹមបាទបើខ្ទឹមដើម្បីឆាជាមួយសាច់ជ្រូកបាទដាក់គ្រឿងក្រៅមកទឹកត្រីបាទទឹកត្រីដាក់ទឹកត្រីយើងដាក់ទឹកស៊ីអ៊ីវបាទទឹកស៊ីអ៊ីវហើយយើងដាក់ទឹកប្រេងខ្យងបាទដាក់ប្រេងខ្យងហើយយើងបន្ថែមអំបិលបន្តិចបាទពីដាក់អំបិលបន្តិចហើយយើងដាក់ប៊ីចេងបាទដាក់ប៊ីចេងហើយយើងដាក់ស្ករបាទថែមស្ករតិចបាទតទៅពីហើយយើងកូរវាឲ្យវាសព្វហើយយើងដាក់សាច់ជ្រូកចូលដើម្បីឆាបងប្អូនបាទតទៅឆាឲ្យឆ្អិនសាច់ជ្រូកហើយបាទយើងកូរឲ្យវាឆ្អិនសព្វសាច់ជ្រូកមួយគ្រឿងឲ្យចូលជាតិគ្នាហើយយើងចាប់ដើមមើលវាថាវាឆ្អិនហើយបាទយើងកូរមកចាប់ដើមកូរវាអត់ទាន់ឆ្អិនទេបាទវាស្ទើរបាទយើងកូរវាឲ្យសព្វបាទយើងសាច់ជ្រូកឆ្អិនហើយបាទយើងដាក់បន្លែចូលបាទបន្លែមានល្ហុងហ្នឹងបាទមានតែល្ហុងហ្នឹងបាទថ្ងៃហ្នឹងស្ងោរល្ហុងមួយសាច់ជ្រូកយើងដាក់ល្ហុងចូលបាទដាក់ចូលហើយយើងកូរមួយតែជុំមួយល្ហុងឲ្យវាសព្វគ្រឿងមួយចូលគ្រឿងចូលអីហើយបាទឥឡូវយើងចាប់ដើមកូរមួយល្ហុងមួយសាច់ជ្រូកបាទកូរឲ្យយើងទៅទុកវាមកស្ទុះបាទបងប្អូនបាទទុកវាឲ្យវារាងមុំឲ្យវាស្គូឲ្យវាឆ្អិនសាច់ល្ហុងតិចហើយបាទយើងបិទវាក្រោយពីសិនទុកវាមកស្ទុះហើយបាទយើងដាក់ទឹកតិចបន្ថែមបាទមើលទៅវាឆ្អិនសាច់ល្ហុងតិចហើយបាទយើងដាក់ទឹកបញ្ចូលថាឲ្យវាបន្តិចបាទទឹកវាមកទៅតាមប៉ាល់ម៉ានសាច់ល្ហុងដែលយើងស្ងោរបាទមើលទៅវាស្ទើរថែមតិចទៀតបាទឥឡូវយើងបិទវិញចាប់ដើមបើកវាឲ្យក្តៅហើយឥឡូវវារៀងឆ្អិនតិចហើយយើងរយម្លេចបាទរយម្លេចចូលបាទតទៅរយម្លេចហើយយើងបិទវាទុកសិនឥឡូវវារៀងឆ្អិនហើយយើងដាក់ជីបាទជីមានជីបងជីណានឹងខ្ទឹមបាទ3ខ្ញុំបញ្ចូលគ្នាបាទឆ្អិនហើយយើងចាប់ដើមដាក់ចានទុកបងប្អូនបាទដើម្បីចង់ញ៉ាំបាទឆ្អិនហើយហុយបាទដវឹកបាទវាស្ទើរតិចបាទឥឡូវយើងថែមតិចទៀតបាទបងប្អូនបាទឥឡូវវាស្ទើរបាទដាក់មកដាក់សម្រាប់បងប្អូនញ៉ាំបានបងប្អូនឲ្យសាកបងបានស្ងោរល្ហុងជាមួយសាច់ជ្រូកបាទឥឡូវហុយបាទក្តៅហើយទំនើបងប្អូនបាទរសជាតិហ្មងបាទឥឡូវយើងចង់ញ៉ាំបាទតទៅយើងដុសហើយក្តៅហុយបាទយើងស្រាក់មកជាតិមកបងប្អូនបាទយកជាតិមកយកជាតិបាទអរគុណបាទមើលស្ដាប់អ្នកញ៉ាំទៀតបាទមកតានេះមាត់អ្នកញ៉ាំឆ្ងាញ់ដល់កទៅបាច់ស្រាក់យ៉ាងទៀតបាទយកជាតិបងប្អូនបាទជាតិដល់កបាទតំណែងបងប្អូនជាតិដល់កចង់បាទលើជាតិដល់កម៉ែបងប្អូនបាទអរគុណពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយ